លោកស៊ូលឿនឡើងការដ្ឋានហៅម៉ោង 7 ម្ហូបមីងឆៅដាក់ម្ទេសតិចបាយយាយជើចំអិនឲ្យទន់បន្តិច លោកហេតុជំពាក់សិន បាយមាន់ 12 ម្សិលមិញ10យន់ថ្ងៃនេះ12យន់ទៅហើយ សាច់ឡើងថ្លៃប្រេងក៏ឡើងថ្លៃផ្លូវមាន់ក៏មិនបានរួចតូចបាយក៏មិនបានដាក់តិចដែរឡើងថ្លៃក៏មិនគួរឡើងថ្លៃលើក្បាលពួកយើងដែរពួកយើងនៅទីនេះញ៉ាំប៉ុន្មានឆ្នាំហើយឥឡូវឯងឃើញមនុស្សច្រើនចង់រកលុយបានច្រើន អ្នកចិត្តខាងដែរឯងក៏ហ៊ានធ្វើដែរ 2យន់មិនច្រើនទេប៉ុន្តែអាកប្បកិរិយានេះមានបញ្ហាមែនហើយថ្ងៃនេះហ៊ានឡើង2យន់ស្អែកហ៊ានឡើង5យន់មិនមែនខ្ញុំចង់ឡើងថ្លៃទេផ្សារបន្លែនៅមិនឆ្ងាយពីទីនេះទេបើមិនជឿគ្រប់គ្នាអាចទៅសួរបានស្ដាប់ឯងឥឡូវមានលុយហើយនិយាយអត់ខ្លាចពីមុនធ្វើជាមនុស្សស្មោះត្រង់ឥឡូវលាតត្រដាងហើយថ្ងៃនេះធ្វើហើយលក់អស់តាមតម្លៃដើម អ្នកណាអាណិតឯងហឺគ្រប់គ្នាកុំទិញឲ្យវាឃើញទៅគ្មានអ្នកចិត្តខាងគ្រប់ត្រូលតើវាអាចលក់បន្តបានទៀតទេ មីងឆ្វានអ្នកនៅផ្លូវលំមានមតិច្រើនឯងក៏លឺដែរហឺកន្លែងនេះមិនមែនរបស់ឯងទេគ្រប់គ្នាគ្មានលទ្ធភាពញ៉ាំឯងនៅតែចង់ឡើងថ្លៃប៉ះពាល់មិនល្អទេឥឡូវឯងសួរអ្នកទាំងអស់គ្នាមើលថាអ្នកណាចង់ញ៉ាំបាយឯងទៀត យ៉ាងណាខ្ញុំក៏មិនញ៉ាំដែរ ខ្ញុំក៏មិនញ៉ាំដែរ12យន់ទៅខាងក្រៅអាចញ៉ាំមិនបានហើយហាហាហាខ្ញុំក៏មិនញ៉ាំដែរខ្ញុំក៏មិនញ៉ាំដែរខ្ញុំក៏មិនញ៉ាំដែរក្មួយប្រុសខ្ញុំខាងលៀងថ្ងៃនេះក៏មកលក់បាយប្រអប់នៅទីនេះដែរ8យន់មួយឈុតទីនេះឆ្អែត8យន់មានសាច់ទេមានប្រកាសជាមានពួកយើងមិនរកលុយបោកប្រាស់ទេមិនមែនគ្មានឯងមិនបានទេអ្នកចិត្តខាងញ៉ាំបាយគឺចង់បានតម្លៃសមរម្យមិនមែនស្ដាប់ឯងនិយាយពីថ្លៃដើមទេទុកខ្ញុំលេងលក់ហើយ ធ្វើឲ្យអ្នកណាខ្លាច មកកន្លែងខ្ញុំ8យន់បាយអាចថែមតាមចិត្តមីងឆ្វានធ្វើមនុស្សកុំលោភខ្លួនពេកបើឯងដឹងខ្លួនលឿនម្លឹងក៏មិនដល់ថ្នាក់នេះដែរតង់ចាស់ហើយជើងដៃក៏ច្រេះស៊ីដែរប៉ុន្តែវាស្គ្រប់គ្រាប់គឺខ្ញុំបត់ខ្លួនឯងក្រោយពេលបិទតូប8យន់ទីនេះឆ្អែតថ្ងៃនេះបើកលក់ថែមបន្លែកន្លះវែក ខាងតូចនេះមិនមិនទាន់មកទៀត ស៊ូមីងឆ្វានពីមុនម៉ោង 5 កន្លះឆ្នាំក្តៅហើយ ឯងកុំនិយាយជំនួសវា ប្រញាប់អីបាយអាចហោះបានឬ បាយប្រអប់ណែណា ថ្ងៃត្រង់បានមានពេលព្រឹកលក់បបរសិន3យន់មួយចាន ស៊ូមីងឆ្វានពេលព្រឹកមានបាយពងមាន់និងទឹកសណ្តែកសៀងក្តៅ ចឹងឯងទៅរកវាទៅយាយចៅអត់បានទិញបាយទេ អាហើយដើរអត់រួចពីមុនមីងឆ្វានដឹងថាខ្ញុំឈឺជើងវាតែងទុកបាយទុនមួយចំណែកឲ្យខ្ញុំថ្ងៃនេះគ្មានអ្នកណាទុកឲ្យទេទៅអស់ហើយ មិនទាន់ញ៉ាំផងមិនទាន់ញ៉ាំផងនៅឃ្លានហើយឃ្លានហើយ ឃ្លានហើយឃ្លានហើយញ៉ាំមិនទាន់ញ៉ាំផងលឿនឡើង ឃើញទេបាយគួរតែតម្លៃនេះពីមុនមានមនុស្សចិត្តខ្មៅគ្រប់គ្នានៅតែល្ងងគាំទ្រតម្រង់ជួគំរុញច្រានម្ហូបសាច់8យន់ម្ហូបបន្លែ6យន់នេះក៏រាប់ជាម្ហូបសាច់ដែរសាច់បុកមិនមែនជាសាច់ទេហាហាហាឈប់ទៅ ឃើញទេ8យន់អ្នកផ្សេងក៏ធ្វើបានដែរ យាយចៅអាចទំពារួចទេ បាយក៏ទំពាមិនរួចដែររឹងបន្តិចនេះជាបាយថោកឯងមិនក៏នៅតែរើសទៀតថ្ងៃនេះលក់បានប៉ុន្មានជាង200ឈុតល្អដែរតើល្អស្អីបាយបន្លែហ្គាសទាំងអស់សុទ្ធតែអស់លុយលក់8យន់ទូខំស្លាប់ក៏មិនចំណេញប៉ុន្មានដែរបញ្ឆោតមនុស្សសិនរងចាំស៊ូមីងឆ្វានមិនអាចត្រឡប់មកវិញបានចាំឡើងថ្លៃបន្លែស្អែករបស់ទាំងនេះនៅប្រើបានទេក្តៅហុយផ្សៃអ្នកណាដឹងកុំខ្ជះខ្ជាយ8យន់ទីនេះឆ្អែតខាងលៀងសាច់ខ្ញុំនៅណានៅក្រោមឯងហៅនេះថាសាច់8យន់ឯងចង់ញ៉ាំសាច់ត្រេកទៀតមិនញ៉ាំឲ្យអ្នកក្រោយទិញទៅម្សិលមិញបាយមិនឆ្អិនថ្ងៃនេះម្ហូបស្អុយទៀតឯងបោកអ្នកណាបងប្អូនអាកាសធាតុក្តៅម្ហូបមានរសជាតិខ្លាំងជារឿងធម្មតាពួកឯងធ្វើការច្រើនញ៉ាំច្រើនកុំរើសអើងពេកខ្ញុំចំណាយលុយទិញបាយមិនមែនទិញកំហឹងទេសឹងលុយវិញលក់ហើយនៅចង់សឹងវិញឯងទៅតូបណាដែលគេសឹងវិញ មនុស្សវ័យក្មេងចិត្តក្តៅ8យន់ឲ្យតែឆ្អែតបានហើយ ពីមុនឯងញ៉ាំបាយស៊ូមីងឆ្វានមិនបាននិយាយបែបនេះទេ វា12យន់ ពេលវា10យន់ឯងញ៉ាំប៉ុន្មានឆ្នាំហើយរាល់ថ្ងៃ8យន់តម្លៃបន្លែឯងក៏មិនមែនមិនដឹងដែរបើលក់បែបនេះខ្ញុំមិនធ្វើវិញល្អជាងទ្រាំបន្តិចទៀតទ្រាំអីទ្រាំរហូតដល់គ្រប់គ្នាភ្លេចស៊ូមីងឆ្វានកន្លែងនេះបាក់បែកទឹកភ្លើងត្រូវភ្ជាប់ឡើងវិញបំពង់ផ្សែងក៏ខូចដែរ
bà anh trong bạc phô nhiệt than từ bạc nơi khang krao lọ chiềng khơi tê khi nhom mình ban bọc anh tê anh bất chỉ trong miền tê bà tập phơi ai pra ban khi nhom nâng bị phiệt xả anh vô từ phơi ấy phơi bay pro op ha 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 nơi tin ní khmin mình tê anh lụa ở khmao dữ mình men rong chăm mình một tên tê cứ vô từ ở kề anh kết ở ban lọ từ còn lại ní chu chôl ở lôi tràn nè sao bần lại để sau mình khô tê bà anh nơi tại phơi hộp ai pra bàn ở côn bài nơi phơi lùm can tay mình xăm rùm anh ní răng ru men còn lại nhăm mình cho khoa bản tê យាយលោកស៊ូប៉ុន្មានថ្ងៃនេះអត់ឃើញឯងខ្ញុំគិតថាឯងឈប់ធ្វើហើយ បដូរកន្លែងហើយ ក្មេងប្រុសថ្មីនៅផ្លូវយំអានម្សិលមិញក៏មកយកបន្លែដែរតែឬយកតែបន្លែថោកសំបីតែស្លឹកលឿងក៏យកដែរ ថ្ងៃនេះបន្លែបៃតងតម្លៃប៉ុន្មាន ឯងចង់បានប៉ុន្មាន មិនច្រើនទេខ្ញុំចង់សាកធ្វើពី3ឆ្នាំសិន ឯងមិនដូចអ្នកដែលចង់សាកធ្វើពី3ឆ្នាំទេតើឯងកំពុងខ្វះលុយមែនទេ អាចបងរំលោះបានទេ បាននេះរាប់ថាជាការដកឯងកុំឲ្យបន្លែលួចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ អរគុណ មិនអីទេបើឯងពិតជាធ្វើបានថ្ងៃក្រោយនៅតែមកយកពីខ្ញុំទៀតទៅ ម៉ោង 11 ត្រូវចេញដំណើរហើយយឺតជាងនេះខាងការដ្ឋាននឹងញ៉ាំបាយមិនទាន់ទេយកទៅឲ្យគេ60ឈុតសិនទៅបើមិនឆ្ងាញ់ស្អែកមិនបាច់មកទេបាយភ្លើងមន់12យន់បាយសាច់ជ្រូកបុក11យន់ម្ហូបបន្លែ8យន់មិនអាចថែមបន្លែបានឯងនៅតែនិយាយដោយមោទនភាពទៀតញ៉ាំសិនបន្លែស្រស់ល្អទិញពីព្រឹកសាច់នៅណាធ្វើថ្ងៃនឹងដឹកថ្ងៃនឹងស្អែកម៉ោងដដែលកុំយឺតថ្លៃជាងហាងបាយរហ័សនៅមុខផ្ទះទៀតឯងជាអ្នកថ្មីមែនទេឈ្មោះអីស៊ូមីងឆ្វានបាយប៉ុន្មានក្រាមប្រហែល350ភ្លើងមន់ប៉ុន្មានគីឡូឆៅ180 200ក្រាមឆ្អិនទៅនឹងស្រុកឯងថ្លឹងដែរធ្វើលើកដំបូងត្រូវចងចាំក្នុងចិត្តស៊ុបឥតគិតថ្លៃថ្ងៃនេះឲ្យដោយឥតគិតថ្លៃថ្ងៃក្រោយបើកុំងនឹងគិតលុយអ្នកគ្រប់គ្រងឌូគេនៅគ្មានម្លឹងទេខ្ញុំមិនខ្លាចអញគិតលុយទេខ្ញុំខ្លាចអញធ្វើល្អតែ3ថ្ងៃដំបូងក្រោយមកបោកបើចាប់បានមិនល្អអាចបដូរវិញបានទាំងបាត់សុទ្ធតែបដូរវិញប្រកាសថាជាបញ្ហារបស់ខ្ញុំអាចបដូរវិញបានស្អែកបន្ថែមដល់80ឈុតភ្លើងមន់40សាច់ជ្រូកបុក20បន្លែ20មកដល់មុនម៉ោង11 20នាទី80ឈុតបានច្រើនជាងនេះមិនទទួលទេមានលុយមិនរកធ្វើមិនបានល្អក្រោយមកនឹងមានបញ្ហាច្រើនជាងនេះបានចឹងយក80ឈុតសិនទៅថ្ងៃនេះមានស៊ុបទេភ្លើងមន់ទុកមួយធំឲ្យខ្ញុំផងលោកស៊ូឌូបាយឲ្យច្រើនបន្តិចរសៀលចាក់ស៊ីម៉ងឆាប់ឃ្លានតម្រង់ជួរធ្វើមុខខាងទៀតអ្នករុញច្រានយកក្រោយគេឯងអាចធ្វើអាហារពេលយប់បានទេប៉ុន្មានឈុត30ឈុតយកទៅឲ្យគេម៉ោង10យប់អ្នកធ្វើការពេលយប់ពីមុនតែញ៉ាំមីកូក្រពះទ្រាំមិនបានទេពេលយប់មិនធ្វើម្ហូបខ្លាញ់ច្រើនទេយប់ជ្រៅញ៉ាំហើយនឹងមិនស្រួលខ្លួនឯងរៀបចំមុខម្ហូបទៅមីងឆ្វានឯងឮទេខាងផ្លូវលំកំពុងមានរឿងហើយមានអ្នកនិយាយថាបាយម្ហូបស្អុយឆ្លុះជាមួយທາງលៀងចិត្តលើកដៃហើយយាយឆាវក៏នៅក្បែរជាដែរនិយាយថាឥឡូវបាយតិចណាស់គួរឲ្យអាណិតយាយជើប៉ុន្មានថ្ងៃនេះមិនសូវបានញ៉ាំបាយទេខ្ញុំយកនំប៉ោឲ្យគាត់2ដងហើយគាត់ថាទំពាមិនរួចខ្ញុំដឹងហើយឯងនៅត្រឡប់មកវិញទេមិនត្រឡប់ទេម្ហូបនេះមិនមែនរបស់ម្សិលមិញទេភ្នែកណាឯងឃើញនេះជូរអស់ហើយអូរសជាតិនេះមិនត្រូវទេមិនញ៉ាំសងខ្ញុំវិញម៉េចឯងចង់លក់ឲ្យអ្នកផ្សេងទៀត ខាងលៀងបន្លែងពិតជាមិនស្រស់ទេ អាកាសធាតុក្តៅដឹងទេអាកាសធាតុក្តៅស៊ូមីងឆ្វានពីមុនក៏មិនអីចឹងដែរឯងនេះគឺបបខ្ញុំក្មេងឯងកុំទាញរឿងដាក់គេវលក់10ឆ្នាំហើយខ្ញុំក៏មិនដែលញ៉ាំរសជាតិជូរដែរការយល់ច្រឡំប្រកាសជាប្រអប់នេះបិទមិនចិត្តទេចឹងបដូរមួយប្រអប់ឲ្យឯងអ្នកទាំងអស់គ្នាមើលទៅ8យន់ឲ្យពួកឯងញ៉ាំនេះឯងកុំធ្វើរឿងអីខ្ញុំធ្វើរឿងឬពួកឯងយកកំហូបដែលសល់ពីយប់មកលក់ហើយថាខ្ញុំធ្វើរឿងមានឆ្វារវល់មានការនិយាយត្រង់មកកន្លែងឯងរៀបចំបានល្អខាងផ្លូវលំថ្មីនេះមានការយល់ច្រឡំបន្តិចបន្តួចທາງលៀងក្មេងធ្វើការប្រញាប់ប្រញាល់ខ្ញុំបានស្ដីបន្ទោសវាហើយមិនទៀតយ៉ាងណាក៏អ្នកចិត្តខាងគ្នាខាងឯងបើអាចធ្វើបានគួរតែធ្វើម្ហូបខ្លះឲ្យអ្នកនៅផ្លូវលំរាល់ថ្ងៃពួកយើងនឹងជួយលក់ឯងក៏មិនបាច់ត្រឡប់មកវិញឲ្យនឿយហត់ដែរឯងចង់លក់មិនហើយឯងឲ្យខ្ញុំ10យន់ខ្ញុំលក់12យន់ខ្ញុំក៏មានលុយនឿយហត់ដែរជីវភាពអ្នកចិត្តខាងដែរនេះក៏អាចញ៉ាំបាយឆ្ងាញ់បានដែរចំណេញទាំង3ភាគីបាយខ្ញុំមិនលក់បន្តទេឯងចង់ន័យអី
អ្នកណាជាអ្នកកំងខ្ញុំនឹងដឹកទៅឲ្យអ្នកនោះអ្នកណាជាអ្នកញ៉ាំខ្ញុំនឹងកត់ឈ្មោះអ្នកនោះបើមានបញ្ហាខ្ញុំអាចរកមនុស្សឃើញហើយហ៊ានទទួលខុសត្រូវឯងនៅតែរើសអើងទៀតឯងកុំភ្លេចពីមុនឯងពឹងអ្នកណាដើម្បីញ៉ាំបាយខ្ញុំពឹងឆ្នាំងបាយដើម្បីញ៉ាំស៊ូមីងឆ្វានអ្នកចិត្តខាងមិនយូរមិនឆាប់ក៏ត្រូវញ៉ាំបាយដែរនោះឲ្យពួកគេគិតបានល្អទៅពីមុនធ្លាប់ញ៉ាំបាយអ្វីខ្លះឯងជ្រើសរើសបុគ្គលិកឬអ្នកណាណែនាំបងស្រីចេងគាត់ថាឯងធ្វើការមិនបោកប្រាស់មិនកេងប្រវ័ញ្ចប្រាក់ឈ្នួលលៀងសិនកន្លែងឯងនេះនឿយហត់ជាងភោជនីយដ្ឋានទៀតបើនឿយហត់អាចទៅបានខ្ញុំមិនបាននិយាយថាចង់ទៅទេខ្ញុំមិនទាន់ធ្វើការបានមួយថ្ងៃផងសាកល្បងធ្វើការក៏រាប់ជាការងារដែរបាយខ្ញុំលាងឯងទៅដួសម្ហូបរកអ្នកណាខ្ញុំរកលោកគ្រូស៊ូខ្ញុំមកពីមជ្ឈមណ្ឌលថែទាំមនុស្សចាស់នៅសង្កាត់ណានយ័នឯងមកកំងបាយឬមកត្រួតពិនិត្យឲ្យមនុស្សចាស់ញ៉ាំត្រូវសួរឲ្យបានច្រើនឯងមើលខ្លួនឯងទៅពួកយើងមិនមែនចង់បានរបស់ថោកបំផុតទេគឺចង់បានរបស់ទុនបន្តិចប្រេងតិចអំបិលតិចអាចដឹកឲ្យទាន់ពេលអាហារសម្រាប់មនុស្សចាស់ពិបាកធ្វើសាច់មិនអាចរឹងពេកបន្លែមិនអាចឆៅពេកបាយមិនអាចកកកណ្ដាលមិនអាចកាត់បន្ថយថ្លៃច្រើនទេឯងរាយការណ៍តម្លៃពិតសិនទៅអាចសាក់លបង3ថ្ងៃសិនបានទេប៉ុន្តែបើមិនឆ្ងាញ់ឯងត្រូវនិយាយចេញមកបើថ្លៃពេកក៏កុំចុះថ្លៃដែរបានស្អែកម៉ោង11កន្លះ15ឈុតអាហារសម្រាប់មនុស្សចាស់ពិបាកជាងអាហារការដ្ឋានទៀតចំណេញតិចទេចំណេញតិចប៉ុន្តែក៏មិនអាចធ្វើដោយខ្វះការទទួលខុសត្រូវដែរបើលក់12យន់ពិតជាមិនចំណេញទេធ្វើឲ្យបានល្អសិនកាត់បន្លែល្អដំឡឹងមនុស្សចាស់អញ្ចាញថ្មិញមិនល្អកាត់បន្លែធំពេកមិនស្រួលនេះមិនស្វិតទេស្អែកមានទៀតទេសាក3ថ្ងៃសិនលោកគ្រូស៊ូពីមុនឯងនៅផ្លូវលំក៏ធ្វើបែបនេះដែរឬចិត្តដូចគ្នាចឹងពួកគេនៅតែថាឯងថ្លៃដូច្នេះខ្ញុំមិននៅទីនោះទៀតទេស្អែកបរិមាណសាច់មិនកាត់បន្ថយបាយធ្វើឲ្យទន់បន្តិចទៀតបើបន្តបែបនេះថ្លៃឈ្នួលក៏មិនអាចរកបានវិញដែរចឹងត្រូវធ្វើម៉េចស៊ូមីងឆ្វានមិនពុតគង់បាយខាងការដ្ឋានក៏ត្រូវវាដណ្ដើមយកទៅហើយដណ្ដើមអាហាររដ្ឋានចាស់របស់វានោះទើបតែបើកបានប៉ុន្មានថ្ងៃអ្នកណាដឹងថាស្អាតឬអត់